សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនដល់សាធារណជននិងអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមឲ្យបានជ្រាបថាកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2025វេលាម៉ោង 21:08 នាទីមានគណនី Facebook ឈ្មោះដុងណេតសរសេរបង្ហោះថាភ្នាល់ខ្មែរថៃប៊ុំវ័នខ្ញុំចាញ់មួយកេះខ្មែរថៃអត់ប៊ុំវ័នឈ្នះមួយកេះការយករឿងរ៉ាវស្ថានភាពប្រទេសជាតិមកភ្នាល់គ្នាលេងជាល្បែងកំសាន្តនេះបានទទួលរងនឹងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលនិយមលេងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមនិងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាពឆ្លើយតបនៅក្នុងករណីនេះអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនដល់សាធារណជនជ្រាបថាតាមការស្រាវជ្រាវម្ចាស់គណនី Facebook ឈ្មោះដុកណេតជាកម្មសិទ្ធិរបស់លោកអនុសេនីយ៍ត្រីដុកណេតអត្តលេខ 89195 ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកក្រោយពីការសាកសួរលោកអនុសេនីយ៍ត្រីដុកណេតបានទទួលស្គាល់ថាលោកពិតជាបានបង្ហោះខ្លឹមសារទាំងអស់នោះមែនប៉ុន្តែលោកពុំមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាពនោះទេលោកបានដឹងអំពីកំហុសព្រមទទួលខុសនិងបានលុបការបង្ហោះខ្លឹមសារទាំងអស់នោះចេញវិញការបង្ហោះខ្លឹមសាររបស់លោកអនុសេនីយ៍ត្រីដុកណេតបានធ្វើឲ្យអាប់អោនដល់កិត្តិយសតម្លៃនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិក្នុងការបំពេញអាជីពរបស់ខ្លួនពលមន្ត្រីនគរបាលជាតិត្រូវកំណត់នូវសិទ្ធិសេរីភាពនិងឆន្ទៈផ្ទាល់ខ្លួនឲ្យបានសមស្របដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញអំពីឧត្តមភាពកិត្តិយសនិងតម្លៃរបស់នគរបាលជាតិកម្ពុជាឆ្លើយតបទៅនឹងកំហុសឆ្គងខាងលើនេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ចំពោះលោកអនុសេនីយ៍ត្រីដុកណេតស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីបទវិន័យនគរបាលជាតិកម្ពុជាចុះថ្ងៃទី5ខែមីនាឆ្នាំ2024អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមថ្លែងអំណរគុណចំពោះសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមដែលបានរួមចំណែកក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមអាស្រ័យហេតុនេះសូមសាធារណជននិងអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមទទួលជ្រាបជាព័ត៌មាននាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168